សួស្តីអ្នកនរគ្នាថ្ងៃនេះមកណែនាំអ្នកនរគ្នាការប្រើប្រាស់ KHQR ក្នុងការទិញ point បន្ថែមណាអញ្ចឹងឥឡូវនេះខ្ញុំមាន16 point ខ្ញុំត្រូវការទិញបន្ថែមខ្ញុំចុច KHQR ទៅខ្ញុំវាយ amount វាយចំនួន point ដែលខ្ញុំចង់បានចុចផ្ញើទៅបន្ទាប់មកវានឹងគណនាចំនួន point និងទឹកលុយដែលយើងត្រូវបង់ហើយអញ្ចឹងយើងចុចបង់ប្រាក់មកបន្ទាប់ពីចុចហើយអ្នកទាំងអស់គ្នាអាច scan code នេះបានអញ្ចឹង code នេះវាតែ3នាទីទេវាលុបទៅវិញហើយអញ្ចឹងណាអញ្ចឹង code នោះប្រើបានតែរយៈពេល3នាទីអញ្ចឹងខ្ញុំចូលទូរស័ព្ទដៃមកហើយយើងចូលទៅ scan ទៅឲ្យតែ app ធនាគារដែលមានបកងគឺអាចផ្ទេរលុយបានទាំងអស់គឺអាចទិញ point បានទាំងអស់អញ្ចឹងខ្ញុំយក ABA ដើម្បីឧទាហរណ៍អញ្ចឹងខ្ញុំ scan ហើយវាចេញចំនួនទឹកលុយបន្តមកខ្ញុំចុចpay ទៅគឺវាបាន transfer ទៅគណនីរបស់ខ្ញុំហើយបន្ទាប់ពីផ្ញើចូលគណនី system វានឹងឆែកមើលថាលុយចូលអត់អញ្ចឹងណាអញ្ចឹងដល់ពេលដែលលុយចូលហើយគឺវាចេញpoint មក confirm ថាយើងបាន400 point បន្ថែមអ្វីដែលអ្នកនរគ្នាទិញមិញណាអញ្ចឹងដើម្បីបញ្ជាក់អ្នកនរគ្នាចុច my point មកឃើញចំនួន point ដែលវាបូកបន្ថែមឲ្យអរគុណ